សួស្តីអ្នកនរថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទ BL ជាមួយនឹង Page Mr. បានម្ដងទៀតហើយបាទហើយថ្ងៃនេះខ្ញុំសង្ខេបរឿងមួយដែលមានចំណងជើងថា For the New Emperor ហើយកុំឲ្យខាតពេលយូរនោះតើយើងចូលទស្សនាទាំងអស់គ្នាតែម្ដងទៅតាមស្អែកមកជាមួយនឹងតួឯករបស់យើងមានឈ្មោះថាជុនគីហើយនឹងមិត្តភក្តិរបស់គាត់មានឈ្មោះថាផាក់គីថេកំពុងតែជិតបញ្ចប់ឆ្នាំសិក្សានៅក្នុងវិទ្យាល័យពួកគេនាំគ្នាដើរទៅសាលារៀនក៏ស្រាប់តែជួបជាមួយនឹងពួកអដែងគីប្រហែលអ្នកនិយាយដងទៅកាន់គាត់អញ្ចឹងថាពួកអដែងអូឯងពីរនាក់ស្អីគេដើរទៅរៀនទៅអីណាខ្ពើមកជួយម៉ាយតួយើងពេលហ្នឹងគាត់ចង់មានរឿងមានអីទេដោយសារតែគាត់ជិតចាប់ការសិក្សានៅក្នុងវិទ្យាល័យអញ្ចឹងហើយអត់ចង់មានរឿងទេខ្លាចគេដេញចេញពីសាលារៀនណាហើយអ្វីដែលសំខាន់នោះគាត់ធ្លាប់មានរឿងពីរដងបើសិនជាមានរឿងម្ដងទៀតប្រកាសជាគេដេញចេញអូតូតែម្ដងប៉ុន្តែពួកដៃនៅឌឺដងទៅកាន់តួយើងណាថាម្ដាយរបស់តួយើងគឺជាអ្នកលក់ត្រីលក់អីនៅផ្សារអាកូនអ្នកលក់ត្រីនឹងចាអាចចំយ៉ាងមកប្រាប់តួយើងឲ្យចូលទៅវាយតែតួយើងមិនថាមិនទៅវាយទេឥឡូវនេះយើងមកសន្យាជាមួយនឹងគ្នាតែម្ដងទៅយើងព្រមមានរឿងជាមួយនឹងពួកឯងប៉ុន្តែពួកឯងហាមទៅប្រាប់គ្រូជាដាច់ខាតបើសិនជាពួកឯងចាត់កូនប្រុសមែនណាវាយគ្នាឲ្យហាមទៅប្រាប់គ្រូហើយនឹងម៉ែឪតួយើងបានកបត់កតារបស់គាត់ចោលព្រុសហើយចូលចាត់ការជាមួយពួកអដែងតែម្ដងគ្មានណាដាក់អាពីរបីណាដាក់ប៉ាត់អាពីរបីណាម៉ែឡើងចង់ដាក់ឡើងតួហ្មងឡើងតួហើយមិត្តភក្តិរបស់គាត់ក៏ម៉ាត់ធ្ងន់តែចាញ់តួយើងមិនវាយមកម្នាក់ម្ដាយម៉ងអាមួយហ្នឹងស្ញោដែរហើយចុងក្រោយតួយើងយកដៃមកតំហុងមាត់កណ្ដាលមកដៃម៉ងគ្មានតែស្លាប់ឆឹងតែម្ដងហើយទាំងអស់នេះគឺជាក្បាច់សាច់រឿង For the New Emperor ដែលខ្ញុំកំពុងតែសង្ខេបធានាថាល្អមើលតែម្ដងបន្ទាប់ពីហ្នឹងហើយតួយើងវាយពួកដៃអស់ហ្នឹងពួកដៃហ្នឹងគឺជាកូនអ្នកធំនៅក្នុងតំបន់ហ្នឹងត្រូវបានគេដេញចេញពីសាលារៀនតែម្ដងនិយាយទៅកំសត់ខ្លាំងណារៀនចាប់ហើយត្រូវបានគេដេញចេញថែមទៀតមកប្រាប់តួយើងក៏បានបបួលតួយើងតោះបាយរៀនបាយឯកោទេពួកយើងបកកាយវាយអញ្ចឹងចូលធ្វើការឲ្យពួកម៉ាហ្វៀតែម្ដងទៅពីរអ្នកយើងប្រកាសជាមានអនាគតភ្លឺស្វាងដល់កណ្ដាប់ដៃរបស់យើងហើយប៉ុន្តែតួយើងបានថាអត់ទេយើងមិនចង់ទៅពាក់ព័ន្ធជាមួយនឹងពួកម៉ាហ្វៀទេយើងទៅរកសាលារៀនថ្មីដើម្បីទៅរៀនបន្តទៀតដើម្បីឲ្យចប់មហាវិទ្យាល័យហើយរយៈពេល3ឆ្នាំក្រោយមកឃើញថាតួយើងក៏រៀនដល់មហាវិទ្យាល័យគ្នាយើងប៉ុន្តែនៅពេលដែលបិទថើមនៅពេលដែលគេសម្រាកហ្នឹងក៏មកធ្វើការនៅក្នុងម៉ាតមួយម៉ាត 7-Eleven គាត់គឺជាបុគ្គលិកនៅក្នុងហ្នឹងធ្វើការរយៈពេល3ឆ្នាំគ្នាបានមានរឿងជាមួយនឹងណាគេគ្នាបានវាយជាមួយនឹងណាគេដែលរៀងល្មមដល់ហើយចំណែកមិត្តភក្តិរបស់តួយើងវិញគេធ្វើការខូចតួយើងការងារគេធំដុំខ្លាំងមែនទែនគឺដឹកស្អីស្អីយកទៅឲ្យពួកដៃម៉ាហ្វៀអង្គុយកំដរផឹកជាមួយឬក៏ Let's go ប៉ាំសិកបាំ and ផាប់អីអញ្ចឹងណាតាមតាណាតាមអីចឹងទៅគេធ្វើការឲ្យពួកម៉ាហ្វៀខុសពីតួយើងធ្វើការនៅក្នុងម៉ាតហើយការងារនេះដែរក៏ជាការងារនៅក្នុងក្តីសម័យរបស់ admin ដែរព្រោះថាវាស្រីស្អាតច្រើនហើយបានដឹកទៅដឹកមកមិនយើងអូយកំណត់ប្រុសព្រានចេញមកហើយនិយាយលេងហើយចំណាយស្អាតអ្នកនេះវិញមានឈ្មោះថាស៊ូមីននាងក៏ជាក្មេងម្នាក់នៅក្នុងចំណោមសិស្សជាច្រើនដែលថាគេដឹកឲ្យទៅអង្គុយជាមួយនឹងពួកដៃម៉ាហ្វៀឬក៏ធ្វើរឿងអីផ្សេងទៀតអញ្ចឹងណាប៉ុន្តែនាងក៏រៀននៅក្នុងមហាវិទ្យាល័យដូចគ្នារួចនាងមកធ្វើការចឹងដើម្បីរកលុយបន្ថែមនៅក្នុងការរៀនសូត្របន្តទៀតនាងគឺជាតួឯកស្រីនៅក្នុងរឿងរបស់យើងហ្នឹងហើយនៅពេលដែលផាក់គីថេអង្គុយចាំស៊ូមីនទៅអង្គុយញ៉ាំស្រាជាមួយពួកដៃម៉ាហ្វៀក៏បានលឺសំឡេងស្រែកជួយអញ្ចឹងគេក៏បានចូលទៅឃើញវើឃើញថាមួយម៉ាហ្វៀក៏បានទាំងអស់ចង់លេស្កូប៉ាំនាងនៅក្នុងហ្នឹងតែម្ដងប៉ុន្តែនាងអត់ព្រមហ៎ផាក់គីថេក៏បានតាក់ទងទៅកាន់មេរបស់គេមេម៉ាហ្វៀណាឲ្យចុះមកជួយតែម្ដងឲ្យមេម៉ាហ្វៀឲ្យផាក់គីថេចូលចាត់ការមួយហ្នឹងមុនទៅទៀតគេតើឥឡូវផាក់គីថេចូលទៅចាត់ការមួយហ្នឹងដាក់ប៉ុបប៉ុន្តែមើលណានោះមានធំជាងម៉ែដៃប៉ុណ្ណាណីដាក់ផាក់គីថេឡើងទួតែម្ដងឲ្យមកសន្ទុះក្រោយមកក៏ក្រុមម៉ាហ្វៀដែលជាមេរបស់ផាក់គីថេចូលមកតែម្ដងម៉ែចាអបិតងោលនឹងគម្រាមគ្មានទេឡើងចង់លេងនោមឲ្យគ្នាមិនឲ្យចង់លេងនោមឲ្យបើកបិតនឹងកឲ្យហ្នឹងគេបាននិយាយថាកូននិយាយញ៉ៃជាមួយនាងឲ្យសោះបាននាងមកផឹកជាមួយនឹងឯងគឺឯងសំណាង3ជាតិទៅហើយឯងដឹងថានាងគឺជានរណាគេទេនាងគឺជាស្រីរបស់មេយើងថ្ងៃក្រោយឯងដឹងថាក្តារ10ឬក៏ក្តារ20ហើយចែកឲ្យដាច់រវាងមួសហើយនៅមកគាត់ផងកុំចេះតែពាក់ប្រយ័ត្នដាច់ក្បាលតែឯងដឹងទេអាតងោលបន្ទាប់ពីហេតុការណ៍ហ្នឹងហើយផាក់គីថេក៏បានមកជួយជាមួយនឹងតួយើងគេបាននិយាយលេងជាមួយនឹងតួយើងចង់បបួលតួយើងហ្នឹងទៅធ្វើការជាមួយនឹងពួកម៉ាហ្វៀប្រើកណ្ដាប់ដៃនៅក្នុងការរលុយវិញឃើញថាតួយើងគាត់បកកាយវាយបកកាយអីហ៎ឬគេបញ្យល់ថាការងារមិនចេះតែវាយគ្រប់ពេលអីទេយូរវាយគ្នាម្ដងប៉ះគ្នាម្ដងអីអញ្ចឹងណាតើចុងគីចាប់អារម្មណ៍អត់ចុងគីដែលជាតួយើងលឺចង្ហៃយ៉ាធ្វើការនៅក្នុងសវែនមួយយ៉ាដូចជាឈឺដៃឈឺជើងដល់ហើយអត់បានទៅបញ្ចេញកម្លាំងអីអញ្ចឹងណាគេក៏សម្រេចចាត់ទៅធ្វើការជាមួយនឹងមិត្តភក្តិគេថេតែម្ដងថ្ងៃដំបូងគេបានមកដាក់ពាក្យដាក់អីអញ្ចឹងប៉ុន្តែអាមេម៉ាហ្វៀធំបង្អស់ហ្នឹងបាននិយាយថាឯងមិនបាច់ដាក់ពាក្យទេយើងឲ្យឯងជាប់ធ្វើការ 100% តែម្ដងតួយើងឆ្ងល់ជុំហ្នឹងធ្វើការស្អីគេមិនគាត់ប្រាប់គាត់មុនអញ្ចឹងបន្ទាប់មកម៉ាហ្វៀក៏បានប្រាប់ទៅកាន់តួយើងហើយមិត្តភក្តិរបស់តួយើងថាឲ្យពីអ្នកហ្នឹងទៅគ្រប់គ្រងកន្លែងបានរីមួយហើយចាំដឹងរីទាំងអស់នោះតើឲ្យពួកដៃម៉ាហ្វៀក៏ដូចជាពួកអដែងអ្នកលេងឬក៏អ្នកមានលុយជួយពួកអ្នកឲ្យទៅអង្គុយញ៉ាំស្រាជាមួយពីរអ្នកមិត្តភក្តិលឺចឹងហើយសប្បាយចិត្តខ្លាំងមែនតើនឹងសន្យាថាធ្វើឲ្យមានមុខមានមាត់នៅក្នុងតំបន់នេះមានលុយឲ្យច្រើនតែម្ដងនៅពេលដែលតួយើងចុះដល់កន្លែងហ្នឹងពុបឃើញថាស៊ូមីនពួកឆ្លុះគ្នាជាមួយនឹងគ្នារបស់គេទៅដើមម៉ួយគ្នាអញ្ចឹងណាហើយស៊ូមីនរបស់យើងមិនមែនធម្មតាទេមើលដែរមិនមែនជារីslow ទេហើយនេះមានអារម្មណ៍ថាហេតុអីមានតួយើងមើលមុខតួយើងទៅមានអារម្មណ៍ដូចមុខស្តៀងដូចធ្លាប់ឃើញពីមុនមកអញ្ចឹងតួយើងក៏ចង់ដែរឃើញមុខស៊ូមីនដែលរៀងប្រហែលដូចជាធ្លាប់ឃើញនៅកន្លែងណាបន្ទាប់មកតួយើងក៏បានធ្វើការបកគាត់ដឹងរីទាំងអស់នោះតែធ្វើការអង្គុយកំដរពួកដៃម៉ាហ្វៀញ៉ាំស្រាហើយម្នាក់វិញមកមុខខ្ជូតខ្លាំងមែនទេនិយាយថាស្អាតហ្មងណានៅពេលពួកនេះអង្គុយកំដរពួកដៃញ៉ាំស្រាពួកដៃនោះព្យាយាមអត់ឲ្យលុយហើយចង់ស្មុំលុយពីស្រីមកវិញថែមទៀតចង់ធ្វើបាបស្រីដើម្បីយកលុយមកអញ្ចឹងណាគ្នាយើងតួយើងដឹងហេតុការណ៍ហ្នឹងក៏បានចូលទៅក្នុងនោះហើយក៏និយាយថាអ្នកទាំងអស់គ្នាដល់មកតោះទៅវិញអាគេក៏បានចាប់កបួយកោអាវតួយើងថាក៏មកកបួយកោអាវយើងវាជ្រួញមានណាចាប់កាច់ដៃព្រឹបហើយដាក់មួយហ្នឹងឡើងខ្ទាតតែម្ដងរួចក៏និយាយថាថ្ងៃនេះបើសិនជា
ជាណាគេមិនព្រមចាយលុយទៅឲ្យស្រីៗទាំងអស់គ្នាទេពួកឯងប្រកាសជាចាប់ជាមិនខានទេបន្តមកតើយើងក៏បានចូលចាត់ការជាមួយពួកឯងតែម្ដងហត់ដល់កាប់ចានមកជុំប៉ាំងហើយប្រតិកម្មស្រីៗទាំងអស់គ្នាឲ្យអែបគៀនទៅក៏ខាន់វាយគ្នា3ឆ្នាំហើយចុំយ៉ាកម្លាំងពេញខ្លួនណាដាក់ពួកឯងដាក់យកតែម្ដងហើយចំណាយតួស្រីយើងស៊ូមីនវិញឃើញថាតួយើងវាយអញ្ចឹងក្បាច់អញ្ចឹងដូចយើងប្រហែលនាងគិតចុះកឡើងអូតាមពិតទៅគឺជា idol របស់នាងធ្លាប់ជួយនាងកាលពីរៀននៅវិទ្យាល័យសោះកាលហ្នឹងនាងត្រូវបានគេបូលីត្រូវបានគេធ្វើបាបបានតួយើងហ្នឹងឲ្យមកជួយនាងក្រាស់តួយើងតែពេលហ្នឹងមកម្លេះហើយចំណាយតួយើងវិញក៏បានក្រាស់នាងកាលពីនៅរៀនមកដែរប៉ុន្តែគាត់អត់ចាំនាងអញ្ចឹងណាបន្ទាប់ពីហ្នឹងមកមេម៉ាហ្វេធំក៏បានចាប់ពួកអដែងគេប្រហែល2-3នាក់ហ្នឹងណាយកមកវាយធ្វើបាបតែម្ដងចុំយ៉ាក់ចងខ្សែជាប់ហើយបិទមាត់ចិត្តរួចក៏បាននិយាយទៅកាន់ពួកអដែងថាតើពួកឯងស្គាល់យើងទេហេតុអីបានជាពួកឯងហ៊ានធ្វើអញ្ចឹងដាក់ស្រីៗរបស់យើងពួកឯងនេះសំទៅលក់ឲ្យពួករ៉ូស៊ីវះយកគ្រឿងក្នុងដើម្បីយកទៅលក់បន្តទេហើយងាកទៅកាន់ស៊ូមីនវិញនាងជីឡានបដានឹកឃើញដល់ផ្ទៃមុខរបស់តួយើងបដាមិនស្មានថាបានជួបជាមួយតួយើងម្ដងទៀតទេហើយរឿងដែលពិបាកនោះផាគីថេដែលជាមិត្តភក្តិរបស់តួយើងក៏បានក្រាស់លើស៊ូមីនដែរនិយាយថាស៊ូមីននឹងគេស្រឡាញ់ច្រើនគ្នាខ្លាំងមែនទែនតួយើងផងផាគីថេផងរួចនាងជាស្រីរបស់មេធំម៉ាហ្វៀថែមទៀតនិយាយតែពិបាកហ្មងណាបន្ទាប់ពីហេតុការជួយស្រីៗហើយចុងគីរបស់យើងខ្លាចជាបរោះហត់នៅកន្លែងស្រីៗតែម្ដងព្រោះថាគាត់បានជួយស្រីៗហ្នឹងបើសិនជាអត់មានចុងគីទេស្រីៗប្រកាសជាថាពួកអដែងនឹងធ្វើបាបហើយមេធំម៉ាហ្វៀវិញក៏បានជប់លៀងឲ្យតួយើងហៅតួយើងមកហូបអីជាមួយនឹងរីរបស់គេស៊ូមីនអង្គុយទល់មុខគ្នាតែម្ដងហើយដឹងថាស៊ូមីនហ្នឹងណាកំពុងតែចាប់អារម្មណ៍ទៅលើតួយើងទេសម្លឹងមើលតួយើងមិនដាក់ភ្នែកតែម្ដងមេម៉ាហ្វៀឃើញចឹងហើយចង់ខឹងជាមួយនឹងស៊ូមីនគេបានយកដៃទៅប៉ះផ្លូវរបស់ស៊ូមីនគេដៃចេញខ្វាច់មេម៉ាហ្វៀក៏បាននិយាយប្រាប់ទៅកាន់តួយើងថានេះគេហៅថានិយាយកាត់ណាស៊ូមីននេះគឺជាស្រីរបស់យើងចាប់ពីថ្ងៃតទៅឯងត្រូវតែមើលថែនាងការពារនាងកុំឲ្យនាងមានបញ្ហាអ្វីទាំងអស់យើងទុកចិត្តលើឯងនិយាយកាត់យកតែម្ដងមិនឲ្យតួយើងណាតាក់ទងជាមួយនឹងនាងទេតួយើងក៏មាននិយាយទេក្រៅពីបាតចង្វាយរួចគាត់ក៏បានធ្វើការបកគាត់បន្តទៀតដឹកស៊ូមីនក៏ដូចជាស្រីៗផ្សេងទៀតហ្នឹងទៅឲ្យតែជនបន្តទៀតប៉ុន្តែនៅពេលដែលដឹកស្រីៗផ្សេងដាក់នៅកន្លែងតាមរៀងខ្លួនហើយនៅសោះស៊ូមីនចុងក្រោយគេស៊ូមីនបាននិយាយថាថ្ងៃនេះចង់ឲ្យតួយើងជូននាងទៅញ៉ាំបាយតួយើងក៏ធ្វើតាមនាងទៅជូននាងទៅញ៉ាំបាយហើយនាងក៏បាននិយាយពីនេះពីនោះរួចក៏រំលឹកនៅអតីតកាលថាតួយើងនឹងចាំនាងបានអត់លោកធ្លាប់ជួយខ្ញុំកាលពីនៅរៀនពេលនោះលោកមាននឹងត្រូវគេដេញចេញពីសាលាផងតើលោកចាំមុខខ្ញុំបានទេតួយើងសម្លឹងចុះសម្លឹងឡើងគិតចុះគិតឡើងក៏បាននឹកឃើញអូតាមពិតទៅគឺជាក្រាក់បកកតាមូលហេតុដែលគាត់មើលអត់ស្គាល់ដោយសារតែនាងពាក់វិកអសក់ខ្លីហ្នឹងហើយផាត់មុខម៉ាស្ការ៉ាអីតិចតួចទៅគាត់មើលលេងស្គាល់តែម្ដងហើយឥឡូវនេះគាត់ស្គាល់ណានៅថ្ងៃស្អែកបន្តមកពីហ្នឹងក៏បានណាត់គ្នាដែរតែម្ដងតួយើងតែខ្លួនឡើងស្ទង់5ម៉ោងដើម្បីរងចាំស៊ូមីនមកជួយជាមួយនឹងគាត់ដល់ពេលបានជួយជាមួយនឹងស៊ូមីនពឹបគាត់ឃើញថាបេះដូងរបស់គាត់ចង់ស្ទឹងតាលោតចេញមកក្រៅហើយស៊ូមីនអ្នកពាក់សក់ខ្លីចង់ឡើងខ្ជួលឲ្យខ្ញុំឡើងស្រស់ហើយបន្តមកពួកគេទាំងពីរនាក់ក៏បានតែញ៉ាំនេះញ៉ាំនោះតួយើងគឺជាមនុស្សម្នាក់ដែលបកកែហូបណាស៊ូមីនឃើញចឹងក៏បានបញ្ចុកគាត់ថែមទៀតបន្ទាប់ពីញ៉ាំអីហើយពីរនាក់ក៏បានអង្គុយលេងតួយើងក៏បានសួរថាហេតុអីបានជាស៊ូមីនមកធ្វើការអញ្ចឹងទៅវិញស៊ូមីនក៏បាននិយាយថានេះគ្រាន់ជាការនេះរបស់នាងនៅពេលដែលនាងសម្រាប់ពីការសិក្សាបិទធើមួយរយៈតែប៉ុណ្ណោះហើយនាងមិនជាស្រីរបស់មេម៉ាហ្វៀអីនោះទេគ្រាន់តែថាមេម៉ាហ្វៀស្រឡាញ់នាងតួយើងក៏បាននិយាយថាចាប់ពីថ្ងៃតទៅឈប់ពាក់ព័ន្ធជាមួយនឹងពួកម៉ាហ្វៀទាំងអស់ទៀតទៅហើយប្រាជីវិតធម្មតាមកតាក់ទងជាមួយនឹងបងវិញនិយាយប៉ុណ្ណឹងហើយពីរនាក់ក៏បានថើបគ្នាសឹបតែម្ដងឡើងជប់ឡើងមានក្តីសុខមិនថាតែប៉ុណ្្នឹងឯងគ្នាយើងក៏បាននាំគ្នាមកផ្ទះហើយក៏ let's go ប៉ាំឈិកបាំand ផាបន្តទៀតរួចពីហ្នឹងមេម៉ាហ្វៀក៏បានតាក់ទងមកកាន់តួយើងឲ្យតួយើងហ្នឹងណាដឹកស៊ូមីនទៅធ្វើការព្រោះថាមានម៉ាហ្វៀម្នាក់ត្រូវការស៊ូមីនតែអង្គុយញ៉ាំស្រាជាមួយតួយើងក៏បានយកព្រមដឹកស៊ូមីនទៅហើយស៊ូមីនក៏បានប្រាប់ទៅកាន់គាត់ថានេះគឺជាការងារចុងក្រោយរបស់នាងឯងនាងធ្វើការម្ដងហ្នឹងហើយនាងឈប់តែរស់នៅជាមួយនឹងតួយើងប្រាជីវិតធម្មតាវិញហើយស៊ូមីនក៏បានមកជួយជាមួយនឹងអតិថិជនរបស់នាងឃើញថាអតិថិជនរបស់នាងតាមពិតទៅគឺជាកូនចៅរបស់មេម៉ាហ្វៀធំទេអាពេលដែលនាងថាគ្នាជាមួយនឹងចុងគេអាមួយហ្នឹងឃើញហើយប្រាប់ទៅកាន់មេម៉ាហ្វៀធំរៀបចំផែនការដើម្បីធ្វើស៊ីពីរនាក់នឹងតែម្ដងអាមួយហ្នឹងក៏បានសួរទៅកាន់ស៊ូមីនថាមិនដែរស្រួលទេនៅជាមួយនឹងមេម៉ាហ្វៀនៅជាមួយអ្នកមានលុយមានអំណាចមិនព្រមទេហេតុអីបានទៅស្លាយអាមួយបើកឡាននឹងទៅវិញស៊ូមីនបាននិយាយថានាងមិនជាស្រីរបស់ម៉ាហ្វៀមិនជាស្រីរបស់មេយ៉ាកូសាយទេនាងគ្រាន់តែមកធ្វើការតែប៉ុណ្ណោះក៏មកចោលប្រកាន់នាងអីហើយចំណែកមិត្តភក្តិរបស់តួយើងផាគីថេវិញបានខឹងជាមួយតួយើងខ្លាំងមែនទែនតែពេលដឹងថាតួយើងតាក់ទងជាមួយនឹងស៊ូមីនចឹងព្រោះថាគេក្រាស់ដែរតួយើងក៏បាននិយាយថាអត់ទេពុកម៉ាឯងគិតចឹងខុសហើយពួកយើងទាំងពីរនាក់ធ្លាប់មានចំណងស្នេហាតាំងពីនៅរៀនមកម្លេះដូច្នេះហើយឯងគិតខុសហើយសម្លាញ់ប៉ុន្តែផាគីថេបាននិយាយប្រាប់ថាឯងដឹងទេនាងគឺជាស្រីរបស់មេម៉ាហ្វៀបើសិនជាឯងតាក់ទងជាមួយនឹងនាងចឹងឯងដឹងពីថ្ងៃចុងបញ្ចប់របស់ឯងដែរឬទេចាប់ពីថ្ងៃតទៅយើងមិនអាចជួយឯងបានទេហើយយើងនឹងខាត់មិត្តភក្តិជាមួយនឹងឯងចោលតែម្ដងផ្លូវណាអ្នកនោះគឺជាអ្នកដែរបន្ទាប់ពីហ្នឹងមកនៅថ្ងៃស្អែកបន្តមកតួយើងក៏សម្រេចចិត្តថាក៏ឈប់ធ្វើការជាមួយនឹងពួកឯងម៉ាហ្វៀក៏ទៅរកស៊ូមីនចឹងហើយស៊ូមីនយំមិញក៏មានបញ្ហាដែរគ្រាន់តែត្រូវបានគេតេស្តសួរតែងទួយទេហើយឥឡូវនេះមានប្រាប់ទៅកាន់តួយើងថានាងមានផ្ទៃពោះហើយមានផ្ទៃពោះជាមួយនឹងតួយើងលឺចឹងហើយពិតជាសប្បាយចិត្តខ្លាំងមែនទែនក៏បានបបួលនាងហ្នឹងតែនៅឆ្ងាយពីទីនេះចាប់ផ្ដើមជីវិតថ្មីក៏មកពាក់ព័ន្ធជាមួយនឹងពួកម៉ាហ្វៀហ្នឹងទៀតប៉ុន្តែរឿងទាំងអស់មិនសួរថាហ្នឹងទេនៅពេលដែលពីរនាក់ហ្នឹងចេញទៅក៏ក្រុមម៉ាហ្វៀបានមកកាក់មុខពេញណាពេញណីតែម្ដងអាមេម៉ាហ្វៀធំហ្នឹងបានខឹងជាមួយតួយើងខ្លាំងមែនទែនបានឲ្យកូនចៅរបស់គេចូលមកចាត់ការជាមួយតួយើងតែម្ដងតួយើងដាក់ប៉ាំងហើយគាត់ក៏បានស្តាន់ឈប់វឹបព្រោះសារតែគេចាប់ស៊ូមីនយកទៅភ្ជុំបាត់ទៅហើយតួយើងបានសម្បល់កាន់មេម៉ាហ្វៀថាឲ្យដោះលែងពីអ្នកខ្ញុំទៅពីអ្នកខ្ញុំស្រឡាញ់គ្នាពិតមែនស្រឡាញ់គ្នាខ្លាំងណាស់ហើយឥឡូវនេះស៊ូមីនមានផ្ទៃពោះថែមទៀតខ្ញុំមិនបានធ្វើខុសអីធន់ធនណាស់ទេបើសិនជាលោកដោះលែងខ្ញុំនឹងតបស្នងឲ្យលោកឲ្យអស់ពីចិត្តតែម្ដងហើយមិត្តភក្តិតួយើងឃើញចឹងហើយក៏
អាណិតដែរប៉ុន្តែមិនដឹងថាចូលទៅជួយតួយើងមិនប៉ុន្តែមេម៉ាហ្វៀនឹងអស់ទីបានញ៉ាំឲ្យគាត់និយាយថាបើសិនជាយើងមិនបាននរណាគេផ្សេងទៀតក៏បានដែរស៊ូមីនគឺមកមានណាត្រូវបានវាផ្ទះមកភ្លៀងម៉ាំងគ្មានទេនាងទៅបុកណាដៃនៅក្រោយខ្នងប៊ូបធ្វើឲ្យនាងមានរបួសធ្ងន់ធ្ងរខ្លាំងមែនតែតួយើងឃើញចង់ឲ្យតែខំថែមទៀតចំយ៉ានៅឃើញនៅរឿងដតកាពួកគេបាននៅជាមួយនឹងគ្នាស្រឡាញ់គ្នាតែពេលវេលាជួបគ្នានឹងខ្លីមែនប៉ុន្តែពួកគេស្រឡាញ់គ្នាខ្លាំងណាស់បន្តមកតួយើងត្រូវបានគេវាយឡើងស្លាប់តែម្ដងនៅពេលដែលគាត់ភ្ញាក់មកឃើញថាស៊ូមីនដេកស្ទុកដឹកមួយកន្លែងមិនដឹងថាស្លាប់ឬក៏រស់នោះទេហើយគាត់នឹងក៏ត្រូវធ្ងន់មិនណយដែរអាមេម៉ាហ្វៀក៏បានបញ្ជាឲ្យផាគីថេដែលជាមិត្តភក្តិតួយើងទៅវាយតួយើងទៅយកចាត់ការតួយើងចោលទៅសម្រាប់គេចោលឯនឹងឡើងធំបន្ទាប់ពីយើងតែម្ដងមិត្តភក្តិរបស់តួយើងដើរចូលទៅក៏អត់ដាច់ចិត្តថាវាយតួយើងទៅគាត់និយាយថាពិបាកមែនតើហ្មងគាត់សុំតួយើងខ្លាំងណាស់គាត់គ្មានផ្លូវចេះរើទេតួយើងក៏បាននិយាយទៅកាន់មិត្តភក្តិរបស់គាត់ថាឯងជឿយើងទៅសម្លាញ់ឯងដោះចំណងឲ្យយើងទៅយើងនឹងចាត់ការពួកវាឲ្យឯងមើលតែម្ដងឯងមិនបាច់ចាំភ័យខ្លាចទេទុកឲ្យយើងគឺជាអ្នកចាត់ការពួកវាគេថែលុយអញ្ចឹងខាងជាមួយតួយើងខ្លាំងមកបន់មាត់តួយើងបដៃម៉ាំងអញ្ចឹងណាមើលម៉ាហ្វៀឃើញអញ្ចឹងហើយរសោយថែមទៀតហើយឃើញមិត្តភក្តិសម្លាញ់វាយគ្នាគេសប្បាយចិត្តតែម្ដងតាមពិតទៅគេថែហ្នឹងបានហត់កូនក្បត់មកឲ្យតួយើងដើម្បីដោះចំណងនោះទេតួយើងកាត់ចំណងហើយក៏បានស្រែកទៅកាន់ពួកឯងម៉ាហ្វៀថាហេពួកឯងយើងប្រាប់ឯងទៅចោះកុំឲ្យខ្លានៅក្នុងទ្រុងរួចចេញពីទ្រុងបានឲ្យសោះនៅពេលដែលរួចហើយឯងនឹងដឹងថាឥទ្ធិពលនៃខ្លាវានឹងសាហាវបណ្ណាពួកឯងម៉ាហ្វៀឃើញអញ្ចឹងហើយជួយចង់ភ័យណាគ្មានទេតួយើងចូលទៅចាត់ការចំពោះឯងតែម្ដងពួកឯងកាន់ដបងម្នាក់មួយតែគាត់អត់ខ្លាចទេដាក់ប៉ាត់ប៉ាំងប៉ុន្តែគាត់ក៏ត្រូវឈប់បបថាគាត់រវាយមិត្តភក្តិរបស់គាត់មិនវាយនោះទេគាត់បានរុញមិត្តភក្តិរបស់គាត់ចេញហើយចាត់ការជាមួយពួកឯងតទៀតអាម៉ាហ្វៀនឹងឃើញថាផាគីថេនឹងរំដៃជាមួយតួយើងហើយគេបានទេតងទៅកាន់មេម៉ាហ្វៀធំតែម្ដងឲ្យមកកន្លែងហ្នឹងដើម្បីកម្ចាត់ពីរនាក់នឹងចោលចំណែកតួយើងដាក់យកតែម្ដងមិត្តភក្តិរបស់គាត់ឃើញថាគាត់កំពុងតែ unlock level 99របស់គាត់មកវិញហើយកាលពីគាត់នៅរៀន level 99ណាគឺយើងជួងខ្លាំងហ្មងហើយឥឡូវនេះកំពុងតែ unlock ហើយកំពុងតែដោះសោខ្លួនឯងដើម្បីចាត់ការពួកឯងតែម្ដងអាម៉ាហ្វៀនឹងឃើញថាហេតុអីបានជាមិត្តភក្តិរបស់តួយើងអត់ចូលគេបានបញ្ជាឲ្យចូលប៉ុន្តែមិត្តភក្តិនឹងអត់ចូលអញ្ចឹងមានណាអានេះយកកបិតមកចាក់មិត្តភក្តិតួយើងបុបមកកបាត់រួចចូលចាត់ការជាមួយតួយើងតែម្ដងតាំងទី1ចូលទៅមិនសូវអីនោះទេព្រោះថាត្រូវមាត់គ្នាទៅវិញទៅមកអញ្ចឹងណាប៉ុន្តែតួយើងដូចជាត្រូវធន់ជាងគេបន្តិចក៏បានដួលអាមួយម៉ាហ្វៀដាក់ពីលើប៉ាត់មកឲ្យតួយើងងើបមកក៏ដឹងចង្វាក់ក៏ចាប់ចង្វាក់បានអញ្ចឹងណាគ្មានទេដាក់នឹងម៉ងអាមួយនឹងយកឈើវាយគាត់លែងឈឺដែរនិយាយទៅស្ពុកមកខ្លួនអស់ហើយនឹងអង្គុយពីលើអានោះដាក់ប៉ាប់ព្រោះអាមួយហ្នឹងសត្វនៅកន្លែងទៅតួយើងពងតែបញ្ញាប់យកស៊ូមីនទៅឲ្យមន្ទីរពេទ្យប៉ុន្តែមានណាមេម៉ាហ្វៀហ្នឹងមកតែម្ដងមកកន្លែងហ្នឹងពុកឃើញថាកូនចៅរបស់គេត្រូវបានដួលអស់ហើយដេកស្លាប់អស់ហើយតែខាងជាមួយតួយើងថាតួយើងក៏បាននិយាយតែកាន់អាម៉ាហ្វៀហ្នឹងថាដល់ឡែងខ្ញុំទាំងពីរនាក់ទៅខ្ញុំនឹងទុកជីវិតឲ្យលោកប៉ុន្តែបើសិនជាលោកបង្ខំខ្ញុំមិនធានានោះទេអាប៉ែមេម៉ាហ្វៀក៏បានថាយើងមិនដែលខ្លាចឯងសំបីតែបន្តិចមុននឹងយើងឡើងមកធំប៉ុណ្ណាយើងបានឆ្លងកាត់ព្យុះភ្លៀងមកច្រើនណាស់បើសិនជាឯងខ្លាំងមែនមកចូលចាត់ការជាមួយនឹងយើងមកតួយើងពេលនោះស្ដាច់វ៉ាចូលចាត់ការតែម្ដងប៉ុន្តែគ្មានទេត្រូវបានអាម៉ាហ្វៀផ្ទះភ្លៀងយកហ្មងអត់ដែរតោះដែរជាមួយនឹងមេម៉ាហ្វៀនឹងបានទេហាម្ដាយនេះវិញបើសិនជាអត់ឃើញទៀតនឹងដាច់ក្បាលបានដែរហើយបន្តមកតើយើងក៏ធ្វើបានអាប៉ែមេម៉ាហ្វៀនឹងចាប់បុកប៉ាំងទ្រូអញ្ចឹងទៅខាងនោះទៀតនិយាយថាគាត់ឡើងទួតែម្ដងប៉ុន្តែនៅពេលដែលគាត់នឹកឃើញដល់ស៊ូមីននឹកឃើញដល់កូននៅក្នុងផ្ទៃរបស់នាងគាត់ចាប់ផ្ដើមមានកម្លាំងវិញចាប់ស្ទែរបស់អាប៉ែមេម៉ាហ្វៀនឹងបានចាត់ការវិញតែម្ដងមាត់ប៉ាំងហើយតមកហក់កាប់តាមមកជុងម៉ងទៀតព្រោះអាប៉ែមេម៉ាហ្វៀឡើងទៀតប៉ុន្តែអាប៉ែមេម៉ាហ្វៀនឹងមិនតែអត់ទេណាថាប៉ុណ្ណឹងមានអីគួរអស្ចារ្យគេយកកបិតមកបំរុងចាក់សម្លាប់តួយើងតែម្ដងប៉ុន្តែនៅពេលហ្នឹងគុំតែបានមិត្តភក្តិរបស់តួយើងមកជួយទេកុំអីគ្មានទេគាត់ថាមកកបិតហ្នឹងបាត់ហើយតួយើងឆ្លៀតឱកាសហ្នឹងក៏បាននៅពេលលើវិញយកកបិតហ្នឹងមកភ្ជុំតែកាន់អាប៉ែមេម៉ាហ្វៀតែម្ដងអាប៉ែមេម៉ាហ្វៀក៏បាននិយាយថាបើសិនជាឯងខ្លាំងមែនចិត្តសឿងមែនឯងឆាប់ចាក់សម្លាប់យើងមកយើងមិនខ្លាចឯងនោះទេមានណាតួយើងគាត់មានតែខ្វល់ឯងចាក់មែននឹងដាក់ឌឹបធ្វើអាប៉ែមេម៉ាហ្វៀស្លាប់នៅកន្លែងហ្នឹងភ្លាមតែគាត់ក៏បញ្ញាទៅមើលស៊ូមីនគាត់ថាស៊ូមីនស្លាប់អីអញ្ចឹងតាមពិតទៅនាងគ្រាន់តែសម្រាកតែប៉ុណ្ណោះព្រោះថានាងត្រូវរបួសធ្ងន់ណោះនាងបារម្ភតែកូននៅក្នុងផ្ទៃរបស់នាងទេខ្លាចមានបញ្ហាណាតួយើងឃើញចឹងហើយពិតជាសប្បាយចិត្តខ្លាំងមែនតើក៏បានបញ្ជូននាងតែឯមន្ទីរពេទ្យរួចនៅជាមួយនឹងស៊ូមីនអស់មួយជីវិតទៅហើយសាច់រឿង For the New Emperor នេះក៏ត្រូវបានកាត់ចោលទៅត្រឹមនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយកុំភ្លេចចុច Like Subscribe ឲ្យមានម្នាក់មួយផងណាថ្ងៃនេះដែលខ្ញុំបាទ BL មានតែប៉ុណ្្នឹងទេជូនពរអ្នកទាំងអស់គ្នាជួបប្រទះតែនឹងសំណាងល្អនឹងរកទទួលទានមានបានបាយ